សួស្តីបងប្អូនដោយសារតែថ្ងៃនេះមានអារម្មណ៍ថាតានតឹងមែនតើហើយនឹងខ្ញុំគេអត់លក់ហើយម៉ោង3ជាងភ្ញាក់អញ្ចឹងណាបងប្អូនអញ្ចឹងហើយក៏អត់ដឹងធ្វើអីនេះភ្ញាក់ម៉ោង3ជាងអញ្ចឹងទៅចូលវិបទឹកចុះអីហើយអញ្ចឹងហើយកូនខ្ញុំនៅគេងឥឡូវអញ្ចឹងខ្ញុំត្រូវបានទៅស្រុកការអញ្ចឹងណានេះអត់ដឹងធ្វើអីគឺមានអារម្មណ៍ថាអត់សុខចិត្តជាមួយនឹងរឿងប្រទេសជាតិហើយតាមដានតែព័ត៌មានឲ្យតែពេលភ្ញាក់ឡើងកាន់តែទូរស័ព្ទដើម្បីមើលព័ត៌មានថាវាយ៉ាងម៉េចដល់ណាដល់ណីអីចឹងណាបងប្អូនហើយក៏បើកទ្វារមកសជាមួយនឹងផ្ការបស់ខ្ញុំហើយនៅខាងក្រៅនោះក៏មានសមុកចាបនៅខាងលើដែលខ្ញុំថតមិញហ្នឹងនៅកន្លែងម៉ាស៊ីនត្រជាក់ហ្នឹងគឺវាធ្វើសមុកនៅហ្នឹងហើយទៅផឹកឡើងគឺវាយំជីកចាចហើយក៏ដូរជាមួយនឹងទឹកប្រទាលទឹកអីអញ្ចឹងទៅហើយរៀបចំពាក់ស្បែកជើងក៏មកខាងក្រៅដើម្បីបោះជូតចតាអញ្ចឹងណាបងប្អូនព្រោះវាគេអត់លក់អញ្ចឹងទៅដើរបើកភ្លើងពេញទៅផ្ទះហើយក៏ដាស់កូនខ្ញុំមកចុះមកក្រោមមកកូនខ្ញុំគេនៅក្រោមនៅមកបន្ទប់នេះដោយសារខ្ញុំគេនៅលើជាមួយបោះស្បាគាត់មានបន្ទប់សម្រាប់លេងរបស់គាត់អីហើយក៏គេនៅនឹងហ្មងទៅហើយបន្ទប់នេះគឺយើងទុកឲ្យកូនពីរនេះអ្នកគេងអញ្ចឹងណាហើយតែគាត់គេងហើយគឺគុំថាមើលរោមដល់កឲ្យបងប្អូនអញ្ចឹងយើងបោះតាំងពីជាន់លើមកដល់ជាន់ទី1ឥឡូវយើងបោះមកដល់ជាន់ខាងក្រោមហើយអញ្ចឹងបានវាន់ម្ដុំហ្នឹងណាបងប្អូននិយាយទៅមានតែអ្នកចិញ្ចឹមកូនជើង4ទេដែលយកអារម្មណ៍មួយហ្នឹងជើង6សម្រាប់មួយឲ្យបោះចោលហើយនាងខ្ញុំក៏បានចូលមកបន្ទប់នេះដើម្បីសោយផ្កាមកជាន់ទៀតចឹងណាបងប្អូនព្រោះខ្ញុំដាំផ្កានៅគ្រប់ជាន់នៅកន្លែងវេរ៉ុងដាខ្លីៗនៅខាងក្រៅហ្នឹងហើយវាល្ងឹតពេកចឹងហើយក៏បើកភ្លើងទៅហ្នឹងដល់អ្នកជិតខាងឆ្ងល់មកទេឃើញចេះខ្ញុំបើកភ្លើងតាំងម៉ោង3 4អីចឹងណាប្រហែលជាឆ្ងល់ហើយសួយផ្កាតាំងម៉ោង4បងប្អូនអ្នកជិតខាងគ្មានតនណាគេងើបទេនៅល្ងឹតឆឹងហើយឡើយហ្នឹងហើយខ្ញុំមកសួយផ្កាសួយអីចឹងណាព្រោះខ្ញុំគិតថាមួយរយៈនេះផ្លូវចិត្តរបស់ណាគេក៏ដូចតែគ្នានឹងគឺអត់មានអារម្មណ៍មូលក្នុងការធ្វើអីទេហើយបើយើងអត់ហូបអីដើម្បីរំសាយអារម្មណ៍ទេខ្ញុំគិតថាយើងនឹងកាន់តែ stress គ្រប់គ្នាចឹងណាបងប្អូនចឹងហើយចេះតែធ្វើឲ្យខ្លួនឯងរវល់ហើយថ្ងៃនេះខ្លះក៏គេងលក់ថ្ងៃខ្លះក៏គេងអត់លក់ចឹងទៅព្រោះយើងចេះតែមានអារម្មណ៍ថាអត់សុបាយហើយក៏អាណិតដល់បងប្អូនជនភៀសសឹកណាហ្នឹងហើយយើងនៅអាចមានផ្ទះគេងស្រួលតែពួកគាត់មានផ្ទះហើយមិនអាចនៅបានទៀតចឹងណាហើយបងប្អូនមួយចំនួនក៏ទៅដល់ផ្ទះវិញត្រូវបានខ្ទេចខ្ទក់ផ្ទះអីចឹងនិយាយទៅវាពិបាកបងប្អូនហើយនាងខ្ញុំក៏ធ្វើការងារហើយក៏ឆ្លៀតមកចម្អិនអាហារពេលព្រឹកនេះម៉ោងប្រហែលជា5ជាងហើយបងប្អូន5:06អីហើយអញ្ចឹងអត់មានធ្វើអីទេគឺយើងមកឆាបាយអញ្ចឹងណាបងប្អូនឆាបាយពងទាសាច់ក្រកហ្នឹងព្រោះថ្ងៃនេះមិនដឹងជាញ៉ាំអីមានថាវាបាត់ចំណង់អាហារនិយាយទៅអត់ដឹងថាការ stress របស់យើងនឹងវាប៉ះពាល់ដល់ការញ៉ាំរបស់យើងហើយរបៀបអាហារ healthy food អីគឺយើងញ៉ាំអត់ចូលទេយើងមានអារម្មណ៍ថាចង់ញ៉ាំតែរបៀបអាហារដែលវាអត់សូវល្អចំពោះសុខភាពចេះតែញ៉ាំឲ្យតែបានណារបៀបអញ្ចឹងបងប្អូនបើពីមុនវិញស្លស្លឹកមានបន្លែប្លុកអីឆអញ្ចឹងណាតែឥឡូវនេះគឺញ៉ាំអត់កើតទេរបស់រៀងសាបឬក៏ស្លឹកអីអញ្ចឹងគឺញ៉ាំអត់ចូលតែម្ដងហើយក៏ឆ្លៀតជាមួយធ្វើជាមួយនឹងបបរពោតជាមួយនឹងស្រាយស្មុតឲ្យបស្បាដែរអញ្ចឹងណាព្រោះឲ្យមានអាហារទឹកឲ្យគាត់ចឹងព្រោះគាត់នៅពីរខួបចឹងយើងអត់ឲ្យគាត់ញ៉ាំរបៀបគោកដូចយើងអីចឹងឯងព្រោះចង់ឲ្យគាត់មានជីវជាតិច្រើនអីចឹងណាបងប្អូនព្រោះគាត់ស្ថិតនៅក្នុងវ័យដែលកំពុងតែលូតលាស់អញ្ចឹងបន្ទាប់ពីយើងហាន់ពោតហាន់អីហើយគ្រឿងខៅរបស់យើងក៏បានរៀបចំរួចអស់ដែរគ្រឿងខៅយើងនោះអត់មានអីច្រើនទេដោយសារតែរបស់របរដែលមាននៅក្នុងទូនោះយើងយកមកច្នៃអញ្ចឹងទៅបងប្អូនហ្នឹងហើយឥឡូវនេះយើងក៏ចាប់ផ្ដើមទៅចម្អិនអីចឹងបងប្អូនទៅមានអារម្មណ៍ថាសំបីតាអារម្មណ៍ក្នុងការធ្វើម្ហូបក៏អត់មានដែរថ្ងៃខ្លះគឺអត់ធ្វើម្ហូបហ្មងគឺយើងត្រូវកំងគេមកញ៉ាំហ្មងបងប្អូនព្រោះខ្យល់មានអារម្មណ៍ថាមានកម្លាំងលហិតលហៃហើយសម្រាប់ឃើញកៅអីបុតទីជើងសម័យនេះយើងឡើងគីឡូហើយក៏ដឹងថាយើងមានតែហើយបានជាប្រហែលយើងឈឺជើងឈឺអីហ្នឹងយើងគិតខ្លួនមកយើងមកជិះជាមួយនឹងពីចឹងយើងជិះអំពីយើងយើងវាយវាឲ្យទូអត់ចាស់យើងក៏សុំទីជើង
ទានហ្នឹងចេញសិនអញ្ចឹងណាបងប្អូនយើងបោះហើយទៅចឹងយើងក៏មកចៀនជាមួយនឹងខ្ទឹមបំពងហើយជាមួយនឹងសាច់គោហើយគឺយើងចៀនវាឲ្យរៀងឆ្អិនហើយនឹងយើងដាក់ជាមួយនឹងបាយសចូលហើយចុងក្រោយយើងដាក់ជាមួយនឹងពងទាដែលយើងចៀនចូលហើយស្លឹកខ្ទឹមហើយមុនហ្នឹងខ្ញុំក៏បានបន្ថែមជាមួយនឹងទឹកស៊ីអ៊ីវដែរអញ្ចឹងណាបងប្អូនបើសិនយើងអត់ចង់ដាក់ជាមួយនឹងស្ករសឬក៏គ្រឿងគ្រើឆាទេព្រោះវាទៅលាស់មកអញ្ចឹងយើងក៏ញ៉ាំបែបលាស់អញ្ចឹងណាអញ្ចឹងបើឆាខ្ញុំក៏មានច្រើនដែរឥឡូវយើងមកធ្វើជាមួយនឹងស៊ុបស្ងោររបៀបហៅថាជាស៊ុបកបាញ់ជាស្ងោរកបាញ់ដែរបងប្អូននឹងយើងប្រើតែម្សៅស៊ុបតាមបន្តិចទេបងប្អូនព្រោះយើងគាត់នៅទីអញ្ចឹងយើងអត់ត្រូវការប្រើគ្រឿងទេសច្រើនទេអញ្ចឹងកំឡុងពេលដែលដាក់ស៊ុបនឹងឲ្យវាពុះយើងក៏មកលាងជាមួយនឹងផ្លែឈើចឹងបងប្អូនផ្លែឈើនេះយើងសែនដោយសារតែម្សៅមុននៃសល់ឡចឹងហើយផឹកឡើងនេះគឺយើងអាចយកមកលាងទឹកស្អាតដើម្បីដាក់ទូយ៉ាងនេះណាចឹងយើងកុំភ្លេចត្រាំជាមួយនឹងទឹកលាងផ្លែឈើហ្នឹងណាបងប្អូន5នាទីទៅហើយស៊ុបបបរស្វាយក៏បានឆ្អិនអញ្ចឹងហើយយើងក៏បន្ថែមជាមួយនឹងពងមាន់យើងវាយវាឲ្យម៉ត់ចឹងណាយើងដាក់ចូលទៅដើម្បីបង្កើនប្រូតេអ៊ីនអញ្ចឹងណាបងប្អូនហើយពេលដែលឆ្អិនរៀបបិទភ្លើងយើងបន្ថែមជាមួយនឹងប្រេងឆាដើម្បីងាយស្រួលឲ្យគាត់បត់ជើងអញ្ចឹងណាបងប្អូនបត់ជើងមកអត់លៀនអត់អីអញ្ចឹងណានឹងវាជួយធ្វើឲ្យប្រព័ន្ធរលាយអាហាររបស់កូនក្មេងហ្នឹងល្អចឹងហើយសម្រាប់ផ្លែមៀននេះនាងខ្ញុំតែងតែបកវាពេលដែលយើងប្រមូលពីកន្លែងសែនហើយនាងខ្ញុំបកសម្បកវាឲ្យហើយចឹងមកហើយយើងក៏ដាក់នៅក្នុងប្រអប់ក្នុងទូទៅពេលយើងចង់ញ៉ាំយើងយកមកញ៉ាំមកស្រួលអត់ពិបាកបកចឹងពុំមានពេលដែលយើងទុកតាំងសម្បកយូរវាខូចវាលួយចឹងទៅយើងញ៉ាំអត់ការទេបងប្អូនពេលបកចឹងមកយើងស្រួលញ៉ាំហើយផ្លែមៀននេះផងដែរបោះស្មាក៏ចូលចិត្តដែរតែឲ្យគាត់ញ៉ាំគាត់ចេះខ្ជិះគ្រាប់តែយើងគិតថាគាត់នៅទូយើងអត់ហ៊ានប្រោយពួកខ្លាចពេលដែលគាត់លេងទៅគាត់អាចនឹងស្លាក់អីអញ្ចឹងទៅអញ្ចឹងយើងពេលដែលយើងបកអញ្ចឹងយើងក៏ស្រួលយកឲ្យគាត់ញ៉ាំដែរពេលយកឲ្យគាត់មកយកពី3គ្រាប់ហើយយើងឆ្កឹះគ្រាប់ហ្នឹងចេញទៅអញ្ចឹងណាបងប្អូនពួកពេលយើងមានកូនតូចយើងត្រូវតែអីដែលយើងច្នៃយើងត្រូវតែច្នៃទុកឲ្យហើយមិនអញ្ចឹងទេដឹងស្រាប់ហើយក្មេងយើងអត់អាចពួកយើងឡើងមើលគាត់ផងធ្វើនេះធ្វើនោះក៏ជាទៅជប់ផងគាត់គោគាត់បោកនេះបោកនោះចោលគាត់ហើយវាយវ៉ាន់ពេញហ្នឹងតែបើយើងរៀបចំទុកឲ្យមានរបៀបស្រៀបអញ្ចេះវាលឿននៅក្នុងការយកឲ្យគាត់ញ៉ាំរៀបមកហូបបាយទឹកអីស្លស្រូវអីផ្សេងផ្សេងអញ្ចឹងយើងអត់សូវចំណាយពេលយូរទេដោយសារតែពេលយើងឆ្លៀតទៅនេះយើងឆ្លៀតធ្វើឲ្យអស់នឹងឲ្យហើយអញ្ចឹងណាអញ្ចឹងបន្ទាប់ពីរៀបចំអីហើយខ្ញុំក៏បានស្វងផ្លែឈើនឹងមកអញ្ចឹងមួយផ្នែកខ្ញុំដាក់ក្នុងទូទុកទៅហើយមួយផ្នែកទៀតគឺយើងចិតឲ្យហើយដែរក្នុងប្រអប់ចឹងព្រោះធម្មតាផ្លែឈើបើអត់ចិតឲ្យហើយទេនឹងសល់ចោលហើយបងប្អូនឲ្យលួយហើយព្រោះពេលដែលចង់ញ៉ាំហើយអត់ទាន់ចិត្តគឺយើងមានអារម្មណ៍ថាយើងខ្ជិលអញ្ចឹងណាតែបើពេលដែលយើងចិត្តឲ្យដល់ប្រអប់យើងចង់ញ៉ាំយើងយកវាមកញ៉ាំមកវាលឿនណាព្រោះខ្ញុំគិតថាណាគេដូចតែណាគេនឹងតែផ្លែឈើតែអត់ចិត្តឲ្យហើយទៅគឺនៅតែជាផ្លែឈើនៅក្នុងទូនឹងត្រែទេហើយឥឡូវយើងមកតដល់រឿងសង្គ្រាមយើងសង្គ្រាមលើកនេះបងប្អូនមិនដឹងថាអង្ការបានចប់ចឹងណាព្រោះយើងចរចាពី3លើកហើយលទ្ធផលចេញមកគឺអត់មានលទ្ធផលអីគួរឲ្យអជាប្រយោជន៍អញ្ចឹងណាបងប្អូនលទ្ធផលវាត្រែអញ្ចឹងទៅអញ្ចឹងយើងត្រូវតែមានការសន្សំសំចៃក៏ដូចជារក្សាផ្លូវចិត្តយើងឲ្យល្អអញ្ចឹងណាបងប្អូនដូចខ្ញុំអញ្ចឹងគេអត់លក់ដូចបងខ្ញុំគិតថាមិនមែនមានតែខ្ញុំទេអ្នកផ្សេងទៀតក៏គេអត់លក់ដូចគ្នាអញ្ចឹងពីព្រោះរឿងប្រទេសជាតិទាំងមូលអញ្ចឹងណាឥឡូវនេះវាមានទៅតាមតំបន់នៅព្រំដែនមិនដឹងថាតិចទៀតនោះវានឹងមានរឿងអីកើតឡើងឬក៏រាជរដ្ឋាភិបាលគាត់ហត់នឿយគាត់ព្យាយាមដោះស្រាយដើម្បីសន្តិភាពបញ្ជៀននៅសង្គ្រាមណាបងប្អូនពីព្រោះសង្គ្រាមវាអត់មានចំណេញអីទេវាមានតែខាតទាំងសងខាងតែគ្រាន់តែថាខាងគេហ្នឹងគេប្រជាជនគេច្រើនជាងយើងពីរដងអញ្ចឹងទៅហើយទៅលើសភាវុធទៅលើអីគេវាទំនើបវាសម្បូរបែបជាងយើងណាហ្នឹងហើយប៉ុន្តែយើងមើលតែពី3ខេត្តដែលគាត់រងផលប៉ះពាល់ខ្លាំងហ្នឹងគឺពិបាកណាបងប្អូនហើយយើងសម្រាប់អ្នកដែលនៅតំបន់សុវត្ថិភាពនេះក៏ផ្លូវចិត្តយើងមិនល្អដែរអ្វីដែលយើងអាចជួយបានក៏យើងនាំគ្នាជួយដូចជាជំនួយផ្សេងមិនថាថវិកាស្បៀងគឺសម្ភារៈផ្សេងជាពិសេស
ក្មេងៗនៅទូចៗចឹងណាកូនគេកូនយើងស៊ីម្ដាយរបស់គេចឹងយើងអាណិតណាបងប្អូនអ្នកខ្លះត្រូវបានសម្រាលនៅកន្លែងជនភៀសសឹកនៅអីចឹងណាមិនដឹងថាតើផ្លូវចិត្តរបស់គាត់រងការប៉ះទង្គិចអីគេខ្លះការភ័យខ្លាចខ្វះខាតទៅលើអាហារូបត្ថម្ភទៅលើសុខភាពផ្លូវចិត្តផ្លូវកាយគាត់ខ្ញុំគិតថាវាពិបាកខ្លាំងណាស់បងប្អូនហើយនៅមនុស្សច្រើនដងបន្ទប់ទឹកកន្លែងងូតទឹកកន្លែងសម្អាតខ្លួនមិនអីអញ្ចឹងព្រោះស្ត្រីសម្រាលកូនបងប្អូនដឹងហើយមានទាំងឈាមមានទាំងអីច្រើនមែនតើអញ្ចឹងណាហើយក្មេងៗគាត់ត្រូវល្ងាត្រូវខ្យល់ត្រូវភ្លៀងអីចឹងណាគាត់យើងនិយាយមកគឺវាពិបាកហ្មងបងប្អូនសម្រាប់យើងដែលនៅតំបន់សមុទ្រភាពនេះមានអីក្រៅពីរក្សាផ្លូវចិត្តយើងជួយពួកគាត់តាមអ្វីដែលយើងអាចជួយបានយើងមានតែពង្រឹងនៅកូនចៅចំនួនខាងយើងកាន់តែរឹងមាំទាំងចំណេះដឹងទាំងអីផ្សេងអញ្ចឹងណាបងប្អូននេះជាអ្វីដែលយើងអាចធ្វើបានក្នុងនាមយើងជាម្ដាយមួយរូបអញ្ចឹងណាយើងអប់រំកូនផ្ដល់នូវចំណេះដឹងសុខភាពគាត់សុជីវធម៌សីលធម៌គឺយើងត្រូវតែអប់រំរបស់គាត់ពីជំនាន់យើងទៅឲ្យខ្លាំងឲ្យពូកែអញ្ចឹងណាបងប្អូនព្រោះមានតែយើងពូកែយើងខ្លាំងទេទៅគេមិនអាចមើលងាយនឹងជិះជាន់យើងបានព្រោះនៅពេលដែលយើងទន់ខ្សោយគឺអត់មានអ្នកគេមកជួយយើងអត់មានអ្នកគេចង់រាប់គ្រយើងអីចឹងទេបងប្អូនជាស្ដាយដូចដែលយើងឃើញបច្ចុប្បន្ននឹងអញ្ចឹងពីមួយឆ្នាំទៅមួយឆ្នាំការប្រែប្រួលវាតែងតែមានអញ្ចឹងណាអញ្ចឹងអ្វីក៏ដោយវាអភិវឌ្ឍទៅមុខវាអត់ទៅក្រោយអញ្ចឹងយើងហ៊ានតែពង្រឹងទៅលើសមត្ថភាពចំណេះដឹងទាំងយើងទាំងកូនយើងអីអញ្ចឹងទៅបងប្អូនហើយឥឡូវនេះខ្ញុំមកឆុងជាមួយនឹងកាហ្វេខ្មែរដោយសារថ្ងៃហ្នឹងខ្ញុំអត់ញ៉ាំអាហារពេលផឹកអីចឹងហើយគឺខ្ញុំញ៉ាំជាមួយនឹងកាហ្វេខ្មែរអញ្ចឹងណាបងប្អូនចង់ធ្វើ fasting ថ្ងៃហ្នឹងហើយបន្ទាប់ពីឆុងកាហ្វេហើយអត់ទាន់ញ៉ាំភ្លាមទេដោយសារតែញ៉ាំទឹកមួយកែវមុនហ្នឹងហើយដាក់ក្នុងទូសិនហើយឥឡូវមកបោសសម្អាតទីធ្លាមកផ្ទះអញ្ចឹងណាអញ្ចឹងនាំតែពេលខ្ញុំរៀបចំអីហើយអស់ម៉ោង6ជាងហើយចឹងខ្ញុំមកបោសមុខផ្ទះនេះដោយសារតែយើងចិញ្ចឹមកូនជើង4អញ្ចឹងហើយហូមគឺមានគ្រប់ទីកន្លែងតែម្ដងហើយតន្តែអ្នកឧស្សាហ៍បើអ្នកខ្ជិលរវល់អីខ្លាំងពេកគឺថាអត់ខ្ញុំអត់ recommend ឲ្យចិញ្ចឹមហ្មងព្រោះពួកគាត់នឹងហូមច្រើនហ្មងទោះបីជាយើងផ្ដល់នូវវីតាមីនជំនួយផ្សេងក៏ដោយសាប៊ូល្អមិនក៏ដោយក៏នៅតែមានការជ្រុះរោមដែរអញ្ចឹងនៅពេលដែលយើងបោះសម្អាតគឺចឹងហើយមួយថ្ងៃពីរដងណាបងប្អូនឥឡូវដល់វគ្គមកស្រោចផ្កាម្ដងហើយផ្ការបស់ខ្ញុំមួយថ្ងៃស្រោច2ដងព្រោះឥឡូវវាក្តៅព្រោះបើអត់ស្រោច2ដងវាងាប់វាអត់សូវផ្កាអត់សូវអីយ៉ាងហ្នឹងណាបងប្អូនចឹងហើយយើងធ្វើការស្រោចហើយមួយវិញទៀតការដែលដាំរុក្ខជាតិនៅផ្ទះបងប្អូនវាសំខាន់ខ្លាំងមែនតើវាធ្វើឲ្យយើងមានអារម្មណ៍ថាស្រស់ស្រាយវាផ្ដល់នូវអុកស៊ីហ្សែនធ្វើឲ្យយើងកាត់បន្ថយអារម្មណ៍តានតឹងក៏ដូចជាឈឺក្បាលធុញថប់អារម្មណ៍អីមួយចំនួនអញ្ចឹងណាបងប្អូនចាំមិនគេថាជីវិតរបស់មនុស្សយើងត្រូវតែផ្សារភ្ជាប់ជាមួយនឹងធម្មជាតិរុក្ខជាតិអញ្ចឹងណាបងប្អូនអញ្ចឹងយើងត្រូវតែដាំហ្មងមានទីធ្លាតូចធំអីយើងដាំទាំងក្នុងផ្ទះទាំងក្រៅផ្ទះយ៉ាងទៅពីព្រោះវាពិតជាជួយមែនវាប្រៀបដូចជាឱសថមួយយ៉ាងព្យាបាលផ្លូវចិត្តផ្លូវកាយរបស់យើងដែរអញ្ចឹងណាវាមិនមែនគ្រាន់តែជាផ្កាដែលលម្អមានក្លិនក្រអូបមួយយ៉ាងទេវាក៏ជាចំណុចភ្នែកចំណុចអារម្មណ៍របស់យើងធ្វើឲ្យយើងមានអារម្មណ៍ថាធូរស្បើយអញ្ចឹងណាបងប្អូនអានេះក៏មកលាងសម្អាតជាមួយនឹងគេប្រដាក់ទឹកហើយនឹងចំណីកូនរបស់ខ្ញុំដែរពីមុនមកខ្ញុំដាក់នៅក្នុងផ្ទះទេតែមួយរយៈនេះចង់ស៊ាំពួកគាត់ឲ្យនៅខាងក្រៅបានច្រើនអញ្ចឹងណាពីព្រោះមួយរយៈនេះផ្លូវចិត្តយើងក៏អត់សុវត្ថិចិត្តហើយហត់នឿយដែរអញ្ចឹងហើយមានអារម្មណ៍ថាអឺហត់នឿយក្នុងការដែលបោសសម្អាតច្រើនដងនៅផ្ទះអញ្ចឹងណាបងប្អូនអញ្ចឹងហើយចង់ឲ្យគាត់នៅក្រៅហើយពេលនៅក្រៅអញ្ចឹង